នៅតែជឿជាក់ថាវាជារឿងរ៉ាវដើមរបស់ខ្មែរដែលមានប្រវត្តិ8-900 ឆ្នាំមុនក៏ប៉ុន្តែពួកថៃក្នុងសតវត្សទី20នេះគេបានច្នៃប្រឌិតវាទៅជារបស់គេហើយគេដាក់សាវតារបស់វាទៅសម័យអយុធ្យាដើម្បីឲ្យវាមានសម័យកាលហាក់ដូចជាយូរអង្វែងហើយដើម្បីដណ្ដើមពីខ្មែរថាជារបស់គេតែដណ្ដើមយកគឺជារបស់គេទៅចុះដោយរឿងការកៃរបស់ខ្មែរអាហ្នឹងគឺវាជារបស់ខ្មែរដោយសារអីអ្នកតែងអ្នកនិពន្ធគឺជារបស់ខ្មែរតែខ្មែរមិនដែលបានទៅដណ្ដើមរឿងការកៃពីថៃថាជារបស់ខ្មែរកើតមុនថៃដណ្ដើមយកអត់ទេខ្មែរអត់មានទស្សនៈបែបសៀមទេក៏ប៉ុន្តែសៀមមានទស្សនៈថាអ្វីដែលមាននៅក្នុងស្រុកគេគឺមិនត្រូវជាប់ពាក់ព័ន្ធនឹងខ្មែរអាហ្នឹងគឺជាការពិតណាមុនដូចជារឿងកន្លងមកថ្មីនេះសូម្បីតែគ្រាន់តែសិល្បៈនៅលើបដិមាដែលទទួលមកពីអាមេរិកវិញហ្នឹងចង់ដកពាក្យតែសិល្បៈខ្មែរនៅក្នុងស្រុកថៃចោលដាក់សិល្បៈប្រខូនឆៃវិញនិយាយទៅអាហ្នឹងគឺជារឿងនៅក្នុងផ្នត់គំនិតរបស់ជនជាតិថៃបាទសូមគោរពជំរាបសួរបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ហើយកណាថ្វាយគុំកណាគុណចាស់ជាព្រះសង្ឃគ្រប់ព្រះអង្គផងដែរទៀតថ្ងៃនេះឆ្លៀតមកផលិតវីដេអូនេះមួយតកតងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាតិប្រវត្តិសាស្ត្រទឹកដីដែលជាប់ជំពាក់វគ្គវិនជាមួយនឹងស្រុកចៅសៀមបងប្អូនខ្ញុំជឿថាបងប្អូនខ្មែរមួយចំនួនធំប្រកាសជាស្គាល់រឿងមួយដែលជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រគឺរឿងដែលមានដើមកំណើតនៅខាងទឹកដីខេត្តកោះកុងហើយមានទាំងផុសតាងគឺចែកដីបសល់ទុកដល់ឥឡូវរួមជាមួយនឹងឈ្មោះភូមិស្រុកមួយចំនួនទៀតដូចជាឈ្មោះភូមិដងទងភូមិចែកដីអីជាដើមនៅម្ខាងដៃសមុទ្រម្នាក់ត្រើយខាងលិចនិងត្រើយខាងកើតនៃដៃសមុទ្រចេញទៅច្រកចាំយាមបងប្អូនតាមរយៈស្ពានឆ្លងកាត់ស្ពានលីយ៉ុងផាត់បងប្អូនឆ្លងកាត់ពីក្រុងខេមរភូមិន្ទឆ្ពោះទៅកាន់ច្រកអន្តរជាតិចាំយាមជាប់ជាមួយនឹងខេត្តត្រាតរបស់ប្រទេសថៃថ្មីនេះបងប្អូនដូចជាម្សិលមិញខ្ញុំឃើញសារព័ត៌មានរបស់ពួកចៅសៀមគេចុះផ្សាយមួយបងប្អូនខ្ញុំមើលទៅចរិតអាសារព័ត៌មានข่าวសុទ្ធនេះនៅពេលដែលវាស្ងាត់អត់មានអីផុសបងប្អូនវាប្រកាសជាទៅររូបភាពឬក៏រូបថតណាដែលផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមស្រុកវាយកមកផុសដោយដាក់ចំណងជើងប្រធានបទបែបជាការវាយប្រហារមកខ្មែរឬក៏ជាការចំអកលក់លើយមកឲ្យខ្មែរពួកខ្ញុំចាប់អារម្មណ៍នឹងចំណងជើងនេះគេដាក់បងប្អូនគ្រាន់តែគំនូមកផ្ទាំងចេញពីអញ្ចឹងសាលានៅវត្តមួយដែលនៅហួសបាងកកទៅខាងនោះទៀតបងប្អូនមិននៅចិត្តបាងកកអីទេហើយក៏មិនបានជាប់ព្រំប្រទល់ជាមួយស្រុកខ្មែរដែរហើយគេយករូបនឹងមកជាប្រធានបទគេសេចំណងជើង sorry Cambodia វាថាសុំទោសកម្ពុជាខុនឆាងខុនផែនមិនមែនជារបស់អ្នកឯងទេអញ្ចឹងអ្វីដែលខ្ញុំចង់និយាយនៅក្នុងคลิปវីដេអូនេះគឺតកតងរឿងខុនឆាងខុនផែនបងប្អូនខ្ញុំជឿថាបងប្អូនខ្មែរស្គាល់រឿងខុនឆាងខុនផែននឹងគ្រប់គ្នាហើយមួយទៀតខ្ញុំជឿថាបងប្អូនក៏ចាប់អារម្មណ៍នឹងពាក្យថាខុនហ្នឹងក៏ប្រកាសជាមានគំនិតគិតថាជាពាក្យខ្ចីមកអំពីពួកចៅសៀមទៅទៀតដោយសារតែរឿងអធិពលបងប្អូនហើយខ្ញុំក៏ស្រាវជ្រាវមើលប្រវត្តិរឿងរ៉ាវខុនឆាងខុនផែននេះខ្ញុំឃើញ page Facebook មួយរបស់ខ្មែរយើងដែលមានឈ្មោះថាបុរាណាចារ្យគាត់ក៏លើកឡើងថាជារឿងរបស់សៀមដែរមិនមែនជារឿងរបស់ខ្មែរទេអាហ្នឹងគឺជាការលើកឡើងហើយក៏មានការជជែកវែងញែកតវ៉ាគ្នាច្រើនហើយខ្ញុំមើលក្នុង comment ដេញដោលគ្នាម្ចាស់ page ក៏គាត់លើកឡើងថាគាត់ជាអ្នកសិក្សាស្រាវជ្រាវហើយនិយាយជាកដាលគាត់មិនដណ្ដើមរបស់ណាជារបស់សៀមថាជារបស់សៀមរបស់ណាជារបស់ខ្មែរថាជារបស់ខ្មែរអញ្ចឹងក្នុងរឿងនេះដែលពួកចៅសៀមគេថាជារបស់គេតែវាជារឿងពិតហើយនឹងមានភាពជាក់លាក់ប៉ុណ្ណាបងប្អូន
អញ្ចឹងដំបូងខ្ញុំសូមចែករឿងនេះជាពីរផ្នែកបងទី1គឺផ្នែករឿងខុនឆាងខុនផែនដែលមានប្រវត្តិជាប់តាក់ទងនៅក្នុងខេត្តកោះកុងរបស់ខ្មែរក៏ប៉ុន្តែគ្រាន់តែថាបើចាប់អារម្មណ៍រឿងដដែលហ្នឹងនៅក្នុងសង្គមខ្មែរនិងសង្គមថៃខ្ញុំជឿជាក់ថាប្រទេសកម្ពុជាមិនបានផ្ដល់ភាពល្បីល្បាញឬក៏ប្រជាប្រិយភាពទៅលើរឿងខុនឆាងខុនផែនខ្លាំងទេចំណែកសង្គមថៃវិញគេបានផ្ដល់ប្រជាប្រិយភាពទៅលើរឿងខុនឆាងខុនផែននឹងខ្លាំងណាស់ព្រោះសង្គមរបស់គេសម្បូរទៅដោយរឿងរ៉ាវស្នេហាត្រីកោណដូចជារឿងខុនឆាងខុនផែនហើយចំពោះរឿងសាច់រឿងគឺដូចគ្នាទេបងប្អូននាយឆាងជាកូនអ្នកមានក្បាលតពេករូបរាងមិនស្អាតចំណែកនាយផែនជាកូនអ្នកក្រតែមានរូបរាងសង្ហាហើយមានចំណេះដឹងជ្រៅជ្រះអីយ៉ាងជាដើមក្រោយមកពេលដែលនាយផែនត្រូវចេញទៅបំពេញបេសកកម្មតែពិតអ្នកទាំង3ហ្នឹងគឺនាយឆាងនាយផែនតាមស្រឡាញ់ស្ត្រីម្នាក់ឈ្មោះនាងភឹមហ្នឹងគឺតាំងពីនៅក្មេងៗហើយក៏មានការប្រកួតប្រជែងយកមុខមាត់តាំងពីក្មេងមកក៏ប៉ុន្តែបើមើលពីរឿងទឹកចិត្តរបស់នាងភឹមក្នុងរឿងគឺនាងហ្នឹងមានទំនោរស្រឡាញ់នាយផែនជាងព្រោះផែនគេជាប្រុសស្អាតហើយឆ្លាតហើយនាយឆាងវិញគ្រាន់តែជាកូនអ្នកមានក៏ប៉ុន្តែរូបសម្បត្តិមិនបានក៏ប៉ុន្តែចុងក្រោយសាច់រឿងគឺនាងភឹមរៀបការជាមួយនាយឆាងដោយក្នុងប្រវត្តិរឿងខ្មែរនាយឆាងនឹងប្រាប់ថានាយផែននឹងស្លាប់បាត់ហើយនៅពេលពេញបេសកកម្មយោធាតែនាយផែនពិតប្រាកដគឺគេធ្វើការបានល្អចុងក្រោយមកឡើងឋានៈបានទៅជាខុនដូចគ្នាជាមួយនឹងខុនឆាងដែរខុនឆាងជាកូនអ្នកមានជាកូនអ្នកធំគេបានទៅឡើងឋានៈខុននឹងតាំងពីក្មេងហើយនាយផែននឹងឡើងពេលក្រោយដោយសារមានគុណសម្បត្តិតែនៅពេលដែលនាយផែនត្រឡប់មកវិញទៅនាងភឹមភ្ញាក់ផ្អើលតាមពិតគូសង្សាររបស់ខ្លួនអត់ស្លាប់សោះហើយក៏នាងភឹមចាប់ផ្ដើមរីរែកមិនដឹងថាត្រូវយកនាយឆាងឬក៏នាយផែននៅពេលដែលរឿងនឹងដោះស្រាយដណ្ដើមគ្នាមិនដាច់ស្រេចដណ្ដើមស្ត្រីមួយនឹងមិនដាច់ស្រេចអ្នកទាំងពីរក៏យករឿងទៅប្តឹងបរិជាហើយបរិជាយល់ឃើញថាមិនដឹងថាកាត់ឲ្យទៅណាព្រោះទាំងពីរអ្នកសុទ្ធតែជាអ្នកមានគុណសម្បត្តិដូចគ្នានាយផែនមានគុណសម្បត្តិខាងទាហានហើយចំណែកនាយឆាងជាអ្នកមានគុណសម្បត្តិក្នុងការដឹកនាំស្រុកទេសអញ្ចឹងដើម្បីឲ្យស្មើភាពគ្នាពុះនាងនឹងចែកគ្នាជាពីរទៅយកមកខាងម្នាក់ទៅរួចគ្នាហើយនាងភឹមក៏ស្លាប់នៅក្នុងពេលដែលបរិជាកាត់ទោសដោយសារតែនាងធ្វើឲ្យបុរស2នាក់មានទំនាស់នឹងគ្នាអីជាដើមទៀតទៅហើយនឹងក៏ជារឿងសោកនាដកម្មស្នេហាដែលក្រោយមករឿងតាមបែបខ្មែរមានប៉ុណ្ណឹងបងប្អូនក៏តែក្រោយមកពួកសៀមគេយកទៅតែងជាកំណាព្យការផ្លងវែងឡាយណារៀបរាប់ពីរឿងស្នេហារបស់គេហ្នឹងខ្ញុំមើលប្រវត្តិកំណាព្យហ្នឹងតែងឡើងនៅក្នុងសតវត្សទី20ហើយទេបងដើមសតវត្សទី20គឺខ្ទង់ឆ្នាំ1917 1918តែងក្នុងសម័យសង្គ្រាមលោកលើកទី1អាហ្នឹងគឺជាកំណាព្យដែលថៃតែងចំណែកខាងខ្មែរមិនឃើញមានការយកមកតែងជាកំណាព្យជារឿងអីទេហើយវិលទៅអតីតកាលវិញបងប្អូនមិញខ្ញុំនិយាយរឿងខាងគេបងប្អូនវិលទៅអតីតកាលវិញពពួកសៀមគេថារឿងរបស់គេនឹងកើតឡើងតាំងពីសម័យអយុធ្យាហើយឥទ្ធិពលរបស់គេក៏បានផ្សព្វផ្សាយមកខ្មែរបងរហូតដល់ខ្មែរឃើញនៅពេលដែលថតសម្ដែងរឿងនាយឆាងនាយផែននាងភឹមអីហ្នឹងគឺឃើញមានការតែងឈុតឆាកសម្លៀកបំពាក់បែបនៅក្នុងសម័យឧដុង្គឬក៏សម័យលង្វែកដែរអាហ្នឹងគឺជារឿងរ៉ាវបែបខ្មែរតែទៀតពិតបើទៅមើលប្រវត្តិដើមតោបងប្អូនតាមរយៈផ្ទាំងថ្មដែលមានអក្សរឆ្លាក់នៅគឺនៅសមុទ្រហ្នឹងបងនៅនឹងសមុទ្រហ្នឹងនឹងដៃសមុទ្រហ្នឹងណាដៃសមុទ្រដែលមានស្ពានលីយ៉ុងផាត់ឆ្លងកាត់បច្ចុប្បន្នហ្នឹងមានផ្ទាំងថ្មម្ដុំដែលមានឆ្លាក់អំពីប្រវត្តិស្នេហារបស់អ្នកទាំង3ហ
ហើយផ្ទាំងថ្មហ្នឹងឃើញថាសរសេរឡើងតាំងពីសតវត្សទី13បងរឿងរ៉ាវកើតឡើងតាំងពីសតវត្សទី13មិនដឹងថាសរសេរពីពេលណាមកក៏ប៉ុន្តែថារឿងរ៉ាវស្នេហាត្រីកោណហ្នឹងកើតឡើងតាំងពីសតវត្សទី13បានន័យថាកើតឡើងខ្ទង់សម័យអង្គរក៏ប៉ុន្តែពួកសៀមគេថារឿងរ៉ាវរបស់គេកើតឡើងនៅក្នុងសម័យអយុធ្យាសម័យអង្គរនិងសម័យអយុធ្យាបើតាមបរិបទប្រវត្តិសាស្ត្រគឺសម័យអង្គរមុនសម័យអយុធ្យាអញ្ចឹងតាមប្រវត្តិសាស្ត្រវតាខុនឆាងខុនផែនរបស់ខ្មែរមានដំណើរដើមតងមករហូតដល់សតវត្សទី21នេះវាមានអាយុកាល8-900ឆ្នាំហើយ8-900ឆ្នាំហើយដែលអយុធ្យាមានដើមកំណើតនៅក្នុងសម័យសតវត្សទី14អញ្ចឹងអយុធ្យាចុងសតវត្សទី14ផងទេបងប្អូនអញ្ចឹងអយុធ្យាមានកំណើតក្រោយសម័យអង្គរទេអាយុកាលមានប្រមាណជា6-700ឆ្នាំទេអញ្ចឹងបើសិនបើយើងនិយាយថាប្រភពកំណើតសាច់រឿងដែលថាអ្នកណាមានរឿងនឹងមុនឲ្យប្រកាសតាមពិតគឺកម្ពុជាមានមុនហើយមួយចំណុចទៀតនិយាយពីរឿងទីតាំងភូមិសាស្ត្របងប្អូនទីតាំងភូមិសាស្ត្រនៃរឿងខុនឆាងខុនផែនរបស់ខ្មែរគ្រាន់តែឈ្មោះដូចគ្នាទេបងប្អូនឈ្មោះដូចគ្នាទេណាមានទីតាំងនៅខេត្តកោះកុងដែលជាទឹកដីជាប់ព្រំប្រទល់ជាមួយនឹងពួកសៀមហើយយើងមានអំណាងគឺចេតិយខុនឆាងនៅសពថ្ងៃតាមពិតចេតិយខុនឆាងបើមើលទៅចេតិយបច្ចុះធាតុរបស់ខុនឆាងពិតប្រកបដូចជាមាននៅវត្តណាមួយទេហើយចេតិយនេះក៏មានប្រវត្តិមក8-900ឆ្នាំដែរហើយចេតិយថ្មដែលនៅនឹងដៃសមុទ្រហ្នឹងក៏មានប្រវត្តិ8-900ឆ្នាំដូចគ្នាអាហ្នឹងគឺជារឿងខាងខ្មែរចំណែករឿងខាងសៀមមិនបាននៅខេត្តជាប់ព្រំប្រទល់ហ្នឹងទេខ្ញុំមើលទៅរូបគំនូរដែលល្បីល្បាញនៅលើបណ្ដាញសង្គមរបស់គេនោះគឺជាគំនូរដែលសរសេរនៅខេត្តសុវណ្ណបុរីហួសបាងកកទៅខាងនោះទៀតមានមួយខេត្តពីរខេត្តដែលនៅជាប់គ្នាហ្នឹងមានឥទ្ធិពលរឿងខុនឆាងខុនផែនហ្នឹងក៏មានការផ្សព្វផ្សាយហើយប្រភពឫសគល់របស់គេនៅឯនោះប្រហែលជាដោយសារមានអ្នកនិពន្ធនៅក្នុងសម័យចុងក្រោយនេះដើមសតវត្សទី20នេះឆ្នាំ1917-1918នេះគេតែងមានដើមកំណើតពីខាងហ្នឹងដាក់ខាងហ្នឹងមិនដឹងក៏គេតែងកំណាព្យយ៉ាងពីរោះអាហ្នឹងគឺជារឿងដែលល្បីល្បាញហើយគេថាជារបស់គេបើសិនបើខ្មែរនិយាយថាជារឿងនោះរបស់ខ្មែរដែរគេថាយើងទៀមទាយករបស់គេហើយអាហ្នឹងជារឿងពិតរឿងមួយទៀតបងប្អូនដែលមានទំនាក់ទំនងជាមួយគ្នាខ្ញុំជឿថារឿងមួយនេះអាចល្បីនៅក្នុងសង្គមខ្មែរខ្លាំងតែមិនល្បីនៅក្នុងសង្គមថៃទេគឺរឿងកាកៃបងប្អូនស្គាល់រឿងកាកៃទេកាកៃកើតនៅពេលណាព្រះរាជានិពន្ធរបស់ព្រះបាទអង្គឌួងព្រះអង្គតែងឡើងនៅរាជវាំងឧដុង្គចុះសួរថារឿងហ្នឹងមានដើមកំណើតជារបស់ខ្មែរទេមិនមែនទេនៅថៃក៏គេមានដែររឿងកាកៃនេះអញ្ចឹងព្រះបាទអង្គឌួងតែងរឿងកាកៃតែងដោយព្រះអង្គឯងឬរៀនតាមថៃខ្ញុំហ៊ាននិយាយថារៀនតាមថៃក៏ប៉ុន្តែសួរថារឿងហ្នឹងជាប្រភពដើមកំណើត original របស់ថៃទេមិនមែនទេជារឿងដែលជាប់ពាក់ព័ន្ធទៅនឹងជាដករឿងនិទានជាដករបស់ពុទ្ធសាសនាហើយថៃគេយកទៅតែងជារឿងបែបសង្គមរបស់គេឈ្មោះថាកាកៃដូចគ្នាដាក់ឈ្មោះថាកាកៃភាសាគេកាគីហើយខ្មែរយើងហៅកាកៃអញ្ចឹងរឿងហ្នឹងយើងនិយាយថាឥទ្ធិពលល្បីល្បាញខ្លាំងនៅក្នុងប្រទេសខ្មែរនៅប្រទេសថៃល្បីដែរតែល្បីតិចព្រោះសំនួនពាក្យប្រៀបស្ត្រីទៅនឹងកាកៃមិនមាននៅក្នុងសង្គមថៃទេក៏តែសង្គមខ្មែរនៅពេលដែលស្ត្រីមានដៃគូស្នេហាច្រើនសង្គមខ្មែរនឹងលើកឡើងថាស្ត្រីនោះជាស្ត្រីកាកៃដូចជារឿងនាងកាកៃដែលមានប្តី1 2 3 4អីចឹងទៅអាហ្នឹងគឺជារឿងសង្គមខ្មែរហើយបរិបទសង្គមខ្មែរទីបញ្ចប់នៃនាងកាកៃគឺដោយសារតែអំពើផាត់ក្បត់នាងកាកៃត្រូវបដែតពងពីចោលរសាត់អណ្ដែតនៅក្នុងសមុទ្រអញ្ចឹងទៅ
ក៏ប៉ុន្តែជាក់ស្ដែងរឿងការកៃរបស់ថៃពុំដូច្នោះទេនាងការកៃនៅពេលដែលប្រាសាទអណ្ដែតពោពីទៅមានបរិជានៅខាងក្រោមខ្សែទឹកនឹងរើសយកទៅហើយក៏យកជាមហេសីចឹងទៅក្រោយមកពេលបាទព្រមតាត់សោយទីបង្គត់នាយអាមាត្យជាន់ខ្ពស់ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនាងការកៃនេះត្រូវឡើងសោយរាជបន្តពីវត្តព្រមតាត់ដោយសារព្រមតាត់អត់មានបទសំឡងរាជអញ្ចឹងនៅពេលដែលអាមាត្យបានឡើងសោយរាជគាត់តាមស៊ើបរកនាងការកៃហើយទៅវាយដណ្ដើមយកនាងការកៃមកវិញហើយចុងក្រោយនៃសាច់រឿងរបស់ការកៃថៃគេដាក់ថានៅទីបំផុតស្នេហាពិតរមែងឆ្លងកាត់ឬក៏ជំនះឧបសគ្គគ្រប់យ៉ាងបានគេអត់បានដាក់បន្ទុកទៅលើស្ត្រីថាមានប្តី2 3 4ជាស្ត្រីមិនល្អទេអាហ្នឹងគឺនៅក្នុងសង្គមថៃមុនបរិបទនៃការអប់រំក្នុងសង្គមថៃគឺវាអញ្ចឹងតែបរិបទនៃការអប់រំក្នុងសង្គមខ្មែរគឺស្ត្រីដែលមានប្តី1 2 3 4អាហ្នឹងវាជារឿងមិនល្អរហូតដល់ប្រៀបធៀបទៅនឹងនាងការកៃអីជាដើមអញ្ចឹងក្នុងរឿងនាងការកៃជារឿងដែលល្បីខ្លាំងនៅប្រទេសខ្មែរតែមិនល្បីនៅស្រុកថៃទេវាមានប្រភពដើមពីថៃហើយឆ្នៃចេញពីរឿងជាដកមកចំណែកឯរឿងខុនឆាងខុនផែនធាតុពិតជាក់ស្ដែងគឺជារឿងដែលមានប្រភពដើមនៅខ្មែរគ្រាន់តែថាប្រជាជននៅក្នុងខេត្តមួយចំនួនក្នុងប្រទេសថៃគេទទួលឥទ្ធិពលនៃការនិទានរឿងហ្នឹងហើយដល់សម័យចុងក្រោយគេតែងចេញទៅជាកំណាព្យរឿងទើបវាមានប្រជាប្រិយភាពខ្លាំងហើយក៏គេប្រកាន់យកថាជារបស់គេទៅគេប្រកាន់យករបស់គេថារបស់គេក៏ថាទៅបងវាអត់មានអីទៅទាស់ទៅខុសអីទេព្រោះរឿងរបស់គេមិនមែនកើតនៅខេត្តកោះកុងណានៅខេត្តសុផាន់បុរីណានោះសុវណ្ណបុរីណានោះមិនមែននៅក្នុងខេត្តកោះកុងយើងទេអញ្ចឹងរឿងប្រភពដើមពិតប្រាកដនៅខេត្តកោះកុងយើងដោយដែលខ្ញុំលើកឡើងរឿងការកៃអញ្ចឹងរឿងការកៃមកល្បីនៅក្នុងស្រុកខ្មែរដោយសារអីដោយសារតែប្របាទអង្គឌួងព្រះអង្គយកមកតែងជាកំណាព្យរឿងយ៉ាងពិរោះសមនឹងមនុស្សនៅក្នុងសម័យសតវត្សទី19 20នេះចូលចិត្តអានរឿងនិទានបែបកំណាព្យមិនថានៅក្នុងសង្គមណាទេសង្គមខ្មែរក៏ដោយសង្គមថៃក៏ដោយចូលចិត្តអានរឿងតាមបែបកំណាព្យព្រោះវិស័យកំណាព្យហ្នឹងគឺវាផ្សព្វផ្សាយទៅមានប្រជាប្រិយភាពខ្លាំងអញ្ចឹងទៅធ្វើឲ្យប្រជាជនថៃគេស្គាល់ខុនឆាងខុនផែនហ្នឹងទូទាំងប្រទេសទៅពិសេសគឺរឿងហ្នឹងមានប្រជាប្រិយភាពក្នុងស្ទាប់យុវជនដោយប្រហែលជាគេដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាយ៉ាងម៉េចមិនដឹងខ្ញុំក៏មិនដឹងដែរក៏ប៉ុន្តែនៅពេលដែលថៃគេតាមទៀមទាអះអាងថានេះជារបស់គេមិនមែនជារបស់ខ្មែរទេខ្មែរទៅចម្លងរបស់គេមកនេះគឺគេចង់ប្រកាសអះអាងថាទឹកដីដែលជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្ររបស់ខុនឆាងខុនផែននឹងជាដីរបស់គេរឿងនឹងវាកើតឡើងនៅក្នុងស្រុករបស់គេរួមជាមួយនឹងប្រវត្តិសាស្ត្រចុងក្រោយនៃប្រទេសកម្ពុជានេះដែលសូម្បីតែទឹកដីខេត្តកោះកុងក៏ធ្លាប់ទទួលរងឥទ្ធិពលសៀមខ្លាំងហើយសៀមធ្លាប់ទាំងបានគ្រប់គ្រងទៅទៀតរហូតដល់ប្រជាជនមនុស្សម្នានៅក្នុងស្រុកខាងខេត្តកោះកុងបងប្រជាជនមួយចំនួនប្រើឈ្មោះតាមរបៀបបែបសៀមអញ្ចឹងណាអាហ្នឹងគឺដោយសារឥទ្ធិពលជ្រៀតជ្រែកនៅក្នុងវប្បធម៌ក្នុងអីនោះបងសូម្បីតែអតីតអភិបាលខេត្តកោះកុងពីមុននោះលោកជំទាវមិថុនាភូថងនោះគាត់មិនមែនឈ្មោះភូថងទេគាត់ឈ្មោះមិថុនាតកូលរបស់គាត់ទេភូថងនឹងដាក់នៅតាមក្រោយគឺជារបៀបដូចខ្មែរដូចថៃអញ្ចឹងហើយមួយទៀតអ្នកបណ្ដាលល្បីឈ្មោះរបស់យើងនោះលោកអេភូថងជាអតីតអ្នកបណ្ដាលល្បីឈ្មោះរបស់ខ្មែរនោះគាត់ក៏មានតកូលភូថងដែរគាត់មិនមែនមានឈ្មោះភូថងទេឈ្មោះគាត់អេបាទបងអេតកូលរបស់គាត់ទៅភូថងអានេះគ្រាន់តែជាបរិបត្តិមួយដែលប្រើនៅក្នុងឈ្មោះក្នុងនាមតកូលប៉ុណ្ណឹងទេតាមពិតទៅវាមានរឿងផ្សេងទៀតដែលមានឥទ្ធិពលមកពីខាងគេអារឿងឥទ្ធិពលហ្នឹងគឺបើសិនបើខាងណាខ្លាំងជាងជះឥទ្ធិពលទៅខាងខ្សោយជាងហើយមិនខុសអីពីរឿងប្រជាជនខ្មែរនៅខេត្តជាប់ព្រំដែនជាមួយសៀម
ដែលធ្លាប់មានទំនាក់ទំនងរ៉ូស៊ីជាមួយគ្នាប្រើលុយបាតមកជាប់រហូតដល់សពថ្ងៃហ្នឹងទេឥឡូវហ្នឹងរៀងធូរថយគ្រាន់មិនទៅមកដល់ពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែននេះទេពីមុនហ្នឹងក៏មានការធូរថយគ្រាន់ដែរតែមិនសូវហៅលុយបាតតែបើពីមុននឹង10ឆ្នាំជាងបងប្អូនខ្ញុំធ្លាប់មកបាត់ដំបងប្រជាជនបាត់ដំបងចូលចិត្តនិយាយទៅលុយបាតទេរបស់នេះតម្លៃប្រហែល5បាត10បាតហើយបើទៅខាងប្រទេសមានជ័យទៅប៉ោយប៉ែតវិញគឺនិយាយលុយបាតសុទ្ធអានឹងគឺជាការពិតដោយសារអីឥទ្ធិពលលុយបាតក្នុងការប្រើប្រាស់ទិញទំនិញកសិកម្មរបស់ពួកគាត់ហើយនឹងទិញទំនិញឧបភោគបរិភោគរបស់គាត់ដែលគាត់យកពីស្រុកសៀមមកនោះអញ្ចឹងឥទ្ធិពលនៃការប្រើប្រាស់លុយបាតគឺមាននៅក្នុងសង្គមរបស់ពួកគាត់ទៅតែឥឡូវមានការប្រតិកម្មដោយសារតែមានរឿងហើយបើលុបបំបត្តិចោលបានទាំងស្រុងក៏លុបបំបត្តិចោលក៏ប៉ុន្តែគាត់ថាអាហ្នឹងវាអាស្រ័យទៅលើមនសិការរបស់ប្រជាជនពហិការផលិតផលសៀមពហិការរូបិយប័ណ្ណរបស់សៀមទៀតគឺកាន់តែល្អប្រសើរអាហ្នឹងគឺជាការពិតហើយមួយទៀតអារឿងអតិពលជ្រៀតជ្រែកឬក៏ក្របសង្កត់គ្នាទៅវិញទៅមកគឺវាតែងតែមានក៏ប៉ុន្តែចំពោះរឿងខុនឆាងខុនផែនមួយសម្រាប់ខ្ញុំក្នុងនាមជាអ្នកសិក្សាផ្នែកអក្សរសាស្ត្រខ្ញុំជឿជាក់ទៅតាមលទ្ធផលដែលខ្ញុំស្រាវជ្រាវឃើញគឺខុនឆាងខុនផែនរបស់ខ្មែរកើតនៅសតវត្សទី13ខុនឆាងខុនផែនរបស់ថៃកើតនៅសតវត្សទី20ក៏ប៉ុន្តែគ្រាន់តែគេទាញបរិបទប្រវត្តិសាស្ត្រទៅដាក់សតវត្សទី14គឺសម័យអយុធ្យាតែប៉ុណ្ណឹងឯងទេដោយសារតែអីដោយសារតែគេចង់ទាមទារថានៅស្រុកគេនោះវាកើតឡើងមុនខ្មែរតែប៉ុណ្ណឹងឯងទេមិនខ្វះរឿងដែលថៃនិយាយថាខ្លួនឯងកើតឡើងមុនខ្មែរទេដោយហើយទៅសូម្បីតែប្រទេសក៏ថៃគេអះអាងថាគេកើតមុនខ្មែរដែរអានេះជាការពិតបងប្អូនថៃគេចាត់ទុកថាខ្មែរកើតនៅក្នុងឆ្នាំ1953ក្រោយពីបានឯករាជ្យពីបារាំងគេថាប្រទេសខ្មែរនេះកម្ពុជាទៅមានវត្តមានពីពេលហ្នឹងមកទេអាហ្នឹងគឺក្នុងបរិបទគំនិតរបស់ថៃហើយគេថាប្រទេសគេវិញមានតាំងពីឆ្នាំ1782ចាប់ផ្ដើមពីការបុកគ្រឹះទៅសកូឡាក់ក្រុងបាងកកមកផ្ដើមរាជវង្សចក្រ័យដែលស្ដេចគេសោយរាជតចំនួនមករហូតដល់ចំនួនទី10បច្ចុប្បន្ននេះអាហ្នឹងគឺជាផ្នត់គំនិតរបស់គេហើយវាសមស្របជាមួយនឹងទស្សនៈរបស់ជនជាតិគេដែលតែងតែប្រកាន់ហើយនឹងមើលមកឃើញថាខ្មែរទុនទាបជាងគេតែធិតពិតជាស្ដែងគឺបើសិនបើអ្នកសិក្សាប្រវត្តិសាស្ត្របែបសាវតាល្អិតល្អន់គេមើលត្រឡប់ទៅក្រោយវែងឆ្ងាយហើយប្រទេសថៃមិនមែនទៅមានកំណើតត្រឹមអយុធ្យាទេហើយប្រទេសថៃក៏មិនមែនមានកំណើតពិតប្រកបត្រឹមរតនកោសិនបាងកកមកដែរធិតពិតប្រទេសថៃមានដើមកំណើតដំបូងបំផុតពិតប្រកបក្នុងសាវតាប្រវត្តិសាស្ត្រគឺនៅណាបងនៅណាមុនអយុធ្យាមែនទេគឺនៅសុខោតីនៅសុខោតីអាហ្នឹងនិយាយរឿងការបំបែករដ្ឋបង្កើតទឹកដីថៃដំបូងមកក៏ប៉ុន្តែគាត់ថាវាដដើមវាជ្រៀតជ្រែកគ្នាដដើមអំណាចគ្នាទៅវិញទៅមកហើយចុះកម្ពុជាការបង្កើតរដ្ឋមានទឹកដីពីដើមមកពីណាតាំងពីសម័យនគរភ្នំសតវត្សទី1ហើយថៃសុខោតីសតវត្សទីប៉ុន្មានសតវត្សទី13សតវត្សទី13អញ្ចឹងវារឿងរ៉ាវហ្នឹងគឺកើតក្រោយកម្ពុជា13សតវត្សក៏ប៉ុន្តែគាត់ថាសួរថារយៈពេល20សតវត្សជាងបរិបទនៃប្រទេសអត់ប្រែប្រួលមែនទេវាប្រែប្រួលដោយប្រទេសកម្ពុជាឆ្លងកាត់ដំណាក់កាលនៃប្រវត្តិសាស្ត្រពេលណាមកខ្លះហើយសម័យនគរភ្នំបាន500ឆ្នាំជាងមកដល់សម័យចិនឡាបែកជា2ពីឆ្នាំ500ជាងមកដល់ឆ្នាំ800ចាប់ផ្ដើមកកើតអាណាចក្រថ្មីទៀតគឺអង្គរហើយក្រោយពីអង្គរមកយើងបដូរទៅទួលបាសានទៅភ្នំពេញចុងក្រោយទៅលង្វែកកើតសម័យលង្វែកចឹងទៅក្រោយមកទៀតយើងកើតសម័យឧដុង្គហើយចុងក្រោយបានត្រឡប់ចូលទៅភ្នំពេញវិញអានេះគឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាជួបប្រវត្តិសាស្ត្ររបស់ថៃដូចគ្នាអញ្ចឹងដំបូងឡើយកើតសុខោតី
សកលតៃដួលរលំអយុធ្យាកើនឡើងអយុធ្យាត្រូវភូមាវាយបែកពី3ដងដួលរលំស្ដេចតាកស៊ីនកសាងរដ្ឋធានីធនបុរីរំដោះប្រទេសចេញពីអង្វាក់ភូមាក្រោយមកស្ដេចចក្រីដណ្ដើមអំណាចពីស្ដេចធនបុរីបដូររាជធានីឆ្លងទន្លេចៅប្រយ៉ាមកខាងកើតវិញពីធនបុរីមករតនកោស៊ីនសពថ្ងៃឈ្មោះបាងកកឲ្យតាំងរដ្ឋធានីនៅកន្លែងហ្នឹងដល់សពថ្ងៃអញ្ចឹងថ្មីវត្តសាស្ត្រគេមិនសខោតៃអយុធ្យាធនបុរីរតនកោស៊ីនបាងកកមាន4អាហ្នឹងដោយសារតែអីរយៈកាលវាខ្លីអយុធ្យាមានរយៈកាលយូរជាងគេនៅក្នុងវត្តសាស្ត្ររបស់គេយកទៅហើយជាសម័យកាលដែលនិយាយថាប្រទេសនឹងរីកចម្រើនថ្កុំថ្កើងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសគេចឹងទៅអាហ្នឹងគឺជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រហើយចំពោះរឿងអធិពលទៅវិញទៅមកក្នុងភាសាក្នុងបរិបទវប្បធម៌ក្នុងបរិបទសិល្បៈគឺវាមានខ្មែរដំបូងឡើយមានអធិពលទៅលើពួកសៀមហើយក្រោយមកនៅពេលដែលខ្មែរទុនខ្សោយប្រហែល100ឆ្នាំនេះក្រោយសម័យអង្គរមកហ្នឹងអធិពលពីសៀមមកវិញរហូតដល់ប្រជាជនខ្មែរហៅទាំងភ្លេងពិនពៀតរបស់ខ្លួនឯងថាភ្លេងសៀមទៅទៀតនោះដោយសារអីអធិពលអាត្រួយសបួរដែលយកមកធ្វើលក់នំបញ្ចុកហ្នឹងខ្មែរស្ទើរតែពេញប្រទេសហើយមិនហៅត្រួយសបួរទេហៅត្រួយកធំថេតសួរតែកធំថេតហ្នឹងពាក្យអីគេពាក្យយកមកពីសៀមហើយសៀមបង្កើតពាក្យហ្នឹងខ្លួនឯងទេអត់ទេសៀមយកពាក្យទៅពីខ្មែរដែរខ្មែរហៅថាខ្ទុំទេសៀមអត់ចេះហៅខ្ទុំទេសដាច់2ម៉ាត់ដូចខ្មែរទេហៅកធំថេតចេញ3ម៉ាត់ខ្មែរឯងនេះនៅពេលដែលថៃវានាំឲ្យយល់អាហ្នឹងទៅក៏ធំថេតតាមគេទៅអាហ្នឹងជាការពិតនៅក្នុងបរិបទភាសាបរិបទវប្បធម៌បងអាហ្នឹងគាត់ជាផ្នែកមួយដែលខ្ញុំយកមកបង្ហាញអញ្ចឹងជាសរុបរួមចំពោះរឿងខុនឆាងខុនផែនជាទស្សនៈរបស់ខ្ញុំអ្នករៀនអក្សរសិល្ប៍អក្សរសាស្ត្រខ្ញុំនៅតែជឿជាក់ថាវាជារឿងរ៉ាវដើមរបស់ខ្មែរដែលមានប្រវត្តិ8-900ឆ្នាំមុនក៏ប៉ុន្តែពួកថៃក្នុងសតវត្សទី20នេះគេបានច្នៃប្រឌិតវាទៅជារបស់គេហើយគេដាក់សាវតារបស់វាទៅសម័យអយុធ្យាដើម្បីឲ្យវាមានសម័យកាលហាក់ដូចជាយូរអង្វែងហើយដើម្បីដណ្ដើមពីខ្មែរថាជារបស់គេតែដណ្ដើមយកក៏ជារបស់គេទៅចុះដោយរឿងការកៃរបស់ខ្មែរអាហ្នឹងគឺវាជារបស់ខ្មែរដោយសារអីអ្នកនិពន្ធគឺជារបស់ខ្មែរតែខ្មែរមិនដែលបានទៅដណ្ដើមរឿងការកៃពីថៃថាជារបស់ខ្មែរកើតមុនថៃដណ្ដើមយកអត់ទេខ្មែរអត់មានទស្សនៈបែបសៀមទេក៏ប៉ុន្តែសៀមមានទស្សនៈថាអ្វីដែលមាននៅក្នុងស្រុកគេគឺមិនត្រូវជាប់ពាក់ព័ន្ធនឹងខ្មែរអាហ្នឹងគឺជាការពិតណាមុនដូចជារឿងកន្លងមកថ្មីនេះសូម្បីតែគ្រាន់តែសិល្បៈនៅលើបដិមាដែលទទួលមកពីអាមេរិកវិញហ្នឹងចង់ដកពាក្យតែសិល្បៈខ្មែរនៅក្នុងស្រុកថៃចោលដាក់សិល្បៈប្រខូនឆៃវិញនិយាយទៅអាហ្នឹងគឺជារឿងនៅក្នុងផ្នត់គំនិតរបស់ជនជាតិថៃអញ្ចឹងយើងឃើញសន្តានរបស់ជនជាតិថៃគឺវាអញ្ចឹងវាមិនចូលចិត្តពាក្យថាខ្មែររហូតដល់វាកលៃប្រវត្តិសាស្ត្រប្រាប់ប្រជាជនកូនវាតពូជតអំបូរថាវប្បធម៌របស់វាប្រពៃណីរបស់វាអក្សរដែលវាប្រើចេញពីអក្សរខមពីអីទៅទៀតទាំងវាមិនទទួលស្គាល់ថាខមជាខ្មែរនៅផ្នែកខាងក្រោមនៃបឹងទន្លេសាបទេតែនៅតែមានអ្នកប្រាជ្ញប្រវត្តិសាស្ត្រដែលគេរៀនការពិតអីគេជង្អុលបង្ហាញការពិតតែគ្រាន់ថានៅក្នុងសង្គមរបស់វាអ្នកណានិយាយការពិតប្រវត្តិសាស្ត្របើសិនបើមិនលំអៀងទៅតាមពួកអ្នកជាតិនិយមជ្រុលឲ្យវាទេវាអត់ស្ដាប់វាអត់ថាតាមវាអត់មើលតាមតែប៉ុណ្ណឹងហ្នឹងគឺជារឿងផ្នត់គំនិតក្នុងសង្គមរបស់វាអូខេបងប្អូនមានប៉ុណ្ណឹងចាំបញ្ចែកម្លែកតកតងទៅនឹងរឿងខុនឆាងខុនផែនដែលថៃហ្នឹងគឺតាមដណ្ដើមតាមទៀមទាយកខ្លាំងណាស់អរគុណបងប្អូនតែចំណាយពេលវេលាមានម្លាយតាមដានស្ដាប់និងទស្សនាពីដើមចប់ខន្តីជាស្រ័យក្នុងការលើកឡើងបកស្រាយនឹងមានលើសលុះខ្វះខាតដោយប្រការៈណាមួយគ្រប់ផ្នែកគុំលាប្រសងជម្រាបលាបងប្អូនជួបក្នុងឱកាសក្រោយបាទ